រឿងអាម៉ាស់របស់សៀមដែលបង្កើតឡើងដើម្បីទម្លាក់កំហុសមកលើកម្ពុជាក្រោយពីបទឈប់បាញ់ហើយសម្ដែងធ្វើជាតួកំសត់សម្ដែងធ្វើជាជនរងគ្រោះឲ្យអន្តរជាតិអាណិតថាខ្លួននឹងគឺជាជនរងគ្រោះដោយបន្តមកដាក់កម្ពុជាថាជាអ្នកបាញ់មុនជាចោរឈ្លានពានប៉ុន្តែតាមពិតខ្លួនឯងសោះគឺជាចោរឈ្លានពានគឺជាចោរពិតប្រាកដក្នុងប្រវត្តិសាស្ត្រនៅក្នុងសម័យទំនើបរបាយការណ៍ជាច្រើនបានបង្ហាញថាប្រទេសសៀមឬក៏ប្រទេសថៃមិនមែនជាជនរងគ្រោះដោយពួកគេបានលើកឡើងពួកគេបានសម្ដែងនោះទេបងប្អូនទាំងអស់គ្នាពួកគេបានព្យាយាមសម្ដែងនៅលើឆាកអន្តរជាតិប៉ុន្តែអន្តរជាតិហាក់ដូចជាមិនអាណិតថៃឡើយតាមពិតទៅពួកគេសម្ដែងគឺជាជនរងគ្រោះដើម្បីបង្កចំនួនតាមព្រំដែនដើម្បីទម្លាក់កំហុសមកលើកម្ពុជាការបង្កើតរឿងអាម៉ាស់នេះមិនមែនជារឿងថ្មីទេបងប្អូនទាំងអស់គ្នាតែគឺជាយុទ្ធសាស្ត្រដែលថៃប្រើជាបន្តបន្ទាប់ដើម្បីរកសេចក្តីអាណិតនិងការគ្រប់គ្រងពីអន្តរជាតិហើយអ្វីគ្រប់យ៉ាងទម្លាក់កំហុសមកលើកម្ពុជាអញ្ចឹងថៃតែងតែមានការប្រែប្រួលជាជនរងគ្រោះបង្កសង្គ្រាមរួចដើម្បីប្រែប្រួលទៅជាជនរងគ្រោះវិញរាល់ពេលដែលមានចំនួនប្រយុទ្ធគ្នាតាមព្រំដែនជាពិសេសជុំវិញតំបន់ប្រាសាទព្រះវិហារប្រាសាទតាម៉ាន់ប្រាសាទតាកបីនៅអានសេះឬក៏នៅខាងអូបីចិនអ្វីក៏ដោយឲ្យតែនៅតាមព្រំដែនកម្ពុជាជាមួយនឹងថៃណាបងប្អូនទាំងអស់គ្នាកងទ័ពថៃវាជាអ្នកចាប់ផ្ដើមវាប្រហារឬក៏បាញ់មកកាន់ខ្មែរមុនជារៀងរហូតប៉ុន្តែវាសម្ដែងធ្វើដូចជាជនរងគ្រោះតាមពិតវាឈ្លានពានច្បាស់ប៉ុន្តែបន្ទាប់ពីការចុះសន្ធិសញ្ញាបទឈប់បាញ់ជាមួយនឹងខ្មែរមកថៃវាតែងតែបង្កសង្គ្រាមឬក៏បង្ហាញវីដេអូផុសតាងអ្វីគ្រប់យ៉ាងរូបភាពរបស់ប្រជាពលរដ្ឋខ្មែរនឹងវាបង្ហាញទៅប្រជាពលរដ្ឋវាដែលត្រូវបានគេចោទវាថាជាអ្នកឈ្លានពានតាមពិតវាជាអ្នកជនរងគ្រោះស្អីណាអីចឹងណាបងប្អូនទាំងអស់គ្នាដើម្បីវាធ្វើឲ្យអន្តរជាតិនឹងអាណិតឲ្យអន្តរជាតិនោះស្រក់ទឹកភ្នែកអាណិតអាសូរវាត្រូវការពារវាតែតាមពិតទាំងអស់នោះជាផ្នែកមួយនៃយុទ្ធសាស្ត្ររឿងនយោបាយរបស់ពួកជនជាតិសៀមដើម្បីបោកបញ្ឆោតអន្តរជាតិតែប៉ុណ្ណោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាប្រហែលជាមិនអាចលាក់អន្តរជាតិបានចិត្តទេបងប្អូនទាំងអស់គ្នាមួយទៀតវាតែងតែធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានคล้ายវាតែងតែបង្ហោះប្រឌិតព័ត៌មានคล้ายពីកម្ពុជារហូតថៃវាមានប្រព័ន្ធផ្សព្វផ្សាយឥទ្ធិពលខ្លាំងរឿងប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយខ្លាំងជាងកម្ពុជាយើងណាពួកគេតែងតែពួកវាណាតែងតែប្រើប្រាស់សារព័ត៌មាននៅក្នុងស្រុកនិងបណ្ដាញព័ត៌មានអន្តរជាតិដើម្បីផ្សព្វផ្សាយតែព័ត៌មានคล้ายកម្ពុជាជាអ្នកបើកសង្គ្រាមកម្ពុជាជាអ្នកបង្កើតសង្គ្រាមមុនកម្ពុជាជាអ្នកបាញ់ថៃបាញ់សៀមស្អីណាចឹងណាបងប្អូនទាំងគ្នាហើយពួកគេផ្សាយពីផ្ទុយពីការពិតឬក៏កែសម្រួលឯកសារដើម្បីយកទៅបង្ហោះកុហកអន្តរជាតិឲ្យអន្តរជាតិអាណិតថាប្រទេសខ្លួនត្រូវបានវាយប្រហារពីកម្ពុជាដោយមិនមានហេតុផលច្បាស់លាស់នេះគឺជារឿងអាម៉ាស់ខ្លាំងបំផុតរបស់ជនជាតិថៃព្រោះនៅពេលដែលគេសាកសួរពិតពីកងទ័ពរបស់វាអន្តរជាតិឬក៏អង្គការដែលតាសង្កេតការឯករាជ្យមកពិនិត្យមកអីរកឃើញថាថៃគឺជាអ្នករំលោភបំពានទឹកដីនិងចាប់ផ្ដើមសង្គ្រាមជាមួយនឹងកម្ពុជាមុនមិនមែនកម្ពុជាជាអ្នកចាប់ផ្ដើមទេអញ្ចឹងអន្តរជាតិគេកំពុងតែដឹងហើយបងប្អូនទាំងអស់គ្នាក្រោយពីបទឈប់បាញ់ថៃគឺតែងតែធ្វើតួកំសត់ធ្វើជាតួសម្ដែងដូចរឿងភាគរបស់វាចឹងឯងបងប្អូនបន្ទាប់ពីមានការចរចាបទឈប់បាញ់មកថៃវាមិនដែលគោរពពាក្យពិតទេវានៅតែបង្ករំបន្លាលួសនៅតែបាញ់ផ្ទុះនេះផ្ទុះនោះចិនមីនចិនអីហើយបន្តមកលើកម្ពុជាប៉ុន្តែខាងក្រោយពួកគេតែងតែសម្ដែងថាចង់បានសន្តិភាពពេញមាត់ប៉ុន្តែតាមពិតនៅខាងក្រោយខ្នងកងទ័ពរបស់វាតែងតែមកឈ្លានពានកម្ពុជារហូតវាតែងតែសម្ដែងចង់ឲ្យពិភពលោកស្រឡាញ់វាចង់ឲ្យពិភពលោកអាណិតវាហើយខ្លួនវានឹងចង់បានសន្តិភាពប៉ុន្តែជាក់ស្ដែងវិញតែងតែរកឱកាសវាយបកកម្ពុជាតែងតែរកឱកាសឈ្លានពានកម្ពុជាបងប្អូនទាំងអស់គ្នានេះគឺជាដើមហេតុរបស់ជនជាតិសៀមវាតែងតែលេងតួកំសត់ដាក់លើឆាកអន្តរជាតិនៅក្នុងកិច្ចប្រជុំអាស៊ានឬក៏កិច្ចប្រជុំអង្គការសហប្រជាជាតិអីក៏ដោយថៃតែងតែប្រើពាក្យថាមិត្តភាពសម្ដែងថាពួកថៃនោះចង់បានសន្តិភាពណាជនជាតិខ្មែរបានវាយប្រហារទៅលើជនជាតិថៃប៉ុន្តែតាមពិតអត់ដឹងថានេះគឺជារឿងអាម៉ាស់នេះគឺជាសម្ដីអាម៉ាស់របស់ជនជាតិវាទេហើយរឿងនេះគឺអាម៉ាស់ខ្លាំងណាស់បងប្អូនទាំងអស់គ្នាព្រោះប្រវត្តិសាស្ត្រគេបានបង្ហាញច្បាស់ថាកម្ពុជាគឺជាជនរងគ្រោះពីការចូលរួមវាយប្រហាររបស់ជនជាតិថៃជារឿយមិនមែនជាម្ដងម្កាលទេគឺជារឿយថៃតែងតែឈ្លានពានកម្ពុជាអញ្ចឹងកុំសម្ដែងធ្វើជាតួកំសត់ថ្មីតូចវាសម្ដែងកាន់តែយូរវាកាន់តែបង្ហាញភាពជាចរកាន់តែខ្លាំងតាមពិតទៅថៃមិនត្រឹមតែសម្ដែងធ្វើជាជនរងគ្រោះទេ
ប៉ុន្តែនៅតែបង្កើតជាចោឆ្លៀនពៀនណាបងប្អូនទាំងគ្នាមិនមែនត្រឹមតែជាជនរងគ្រោះទេតាមពិតគឺជាចោទេពួកគេចង់ពង្រីកទឹកដីចង់កាន់កាប់តំបន់ដែលមានតម្លៃប្រវត្តិសាស្ត្រធនធានធម្មជាតិរបស់ខ្មែរពួកគេបានប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាងដើម្បីទម្លាក់កំហុសបំបិទគោលដៅពិតបាំងបិទគោលគំនិតឆ្លៀនពៀនរបស់ពួកវាដើម្បីកុហកទៅដល់អន្តរជាតិប៉ុន្តែអន្តរជាតិគេមិននៅខាងវាទេបងប្អូនទាំងគ្នាអន្តរជាតិគេកំពុងសម្លឹងមើលហើយនឹងអាណិតមកកាន់កម្ពុជារបស់យើងទៅវិញទេបងប្អូនទាំងគ្នារឿងអាម៉ាស់ដែលថៃបង្កើតឡើងជាបន្តបន្ទាប់ក្រោយបាត់ឈប់បាញ់គឺជាយុទ្ធសាស្ត្របោកបញ្ឆោតដែលពាក់ព័ន្ធនឹងការដូរតួជាតួមានន័យថាជាតួចទៅដូរជាតួកំសត់ទៅជាជនរងគ្រោះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសច្ចៈរបស់ប្រវត្តិសាស្ត្រនៅតែមានផុសតាងជាច្រើនដែលបានបង្ហាញថាកម្ពុជាគឺជាជនរងគ្រោះពិតដោយតែងតែត្រូវឈ្មោះតបស្កាត់ពីការរំលោភតាមព្រំដែនអ្វីដែលថៃធ្វើគ្រាន់តែជាការបង្ហាញភាពអាម៉ាស់នៅលើឆាកអន្តរជាតិទេបងប្អូនទាំងគ្នាប៉ុន្តែมันអាចលាក់បាំងភាពសច្ចៈរបស់ពិភពលោកបានឡើយអញ្ចឹងពិភពលោកប្រកាសជានៅខាងយើងបងប្អូនទាំងគ្នាអញ្ចឹងយើងកុំអស់សង្ឃឹម